អភិបាលស្រុកស្ទូងសាលាឆាន់ធំស្កឹមស្កៃជាសមិទ្ធផលនៃសុខសន្តិភាពនិងការរួបរวมសាមគ្គីរបស់ពុទ្ធបរិស័ទលោកសាយកំឡោមបានលើកឡើងដូចនេះនៅក្នុងឱកាសដែលលោកនិងសហការីអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខញាតិញោមពុទ្ធបរិស័ទនៅក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនិងលើកជវាកកងោកនៃសាលាឆាន់វត្តពពកឃុំពពកស្រុកស្ទងខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2025លោកបានសង្កត់ធ្ងន់ថាសាលាឆាន់ថ្មីដែលមានតម្លៃរាប់ម៉ឺនដុល្លារបានកាត់ឡើងក្រោមការលះបង់ការចូលរួមសន្សំបញ្ញនិធិសម្រាប់ទាំងជាតិនេះនិងអនាគតជាតិរបស់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងចិត្តទាំងឆ្ងាយជាពិសេសក្រោមការរួបរวมសាមគ្គីសហការគ្នាខ្ពស់រវាងញាតិញោមពុទ្ធបរិស័ទលោកអាចារ្យគណៈកម្មការព្រះគ្រូចៅអធិការវត្តនិងអាជ្ញាធរមូលដ្ឋានក្រមលុបសន្តិភាពជាមួយគ្នានេះលោកបានថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទូងនិងសហការីដែលបានគិតគូរយកចិត្តទុកដាក់ក្នុងការលើកកម្ពស់និងអភិវឌ្ឍស្រុកស្ទូងជាពិសេសការចូលរួមយកចិត្តទុកដាក់ក្នុងការស្ដារប្រព័ន្ធធារាសាស្ត្រនៅក្នុងឃុំពពកនិងលើកគម្រោងទឹកស្អាតសម្រាប់ជូនពុកម៉ែបងប្អូននៅក្នុងឃុំពពកបានប្រើប្រាស់ដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងនិងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី7ផងដែរលើពីនេះលោកបានណែនាំដល់រដ្ឋបាលឃុំពពកត្រូវខិតខំបម្រើសេវាជូនពលរដ្ឋឲ្យបានល្អប្រសើរឡើងថែមទៀតជាពិសេសត្រៀមឯកសារពាក់ព័ន្ធនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីបំពេញសំណុំបែបបទធ្វើប្លង់កម្មសិទ្ធិចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័សស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលនឹងត្រូវបញ្ចប់នៅឆ្នាំ2025នេះជាចុងបញ្ចប់លោកអភិបាលស្រុកស្ទូងបានអំពាវនាវដោយទទូចដល់ញាតិញោមពុទ្ធបរិស័ទនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមបន្តរក្សាសុខសន្តិភាពឲ្យបានគង់វង្សជាពិសេសថែរក្សាសុខភាពឲ្យបានរឹងមាំដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ថាសាលាឆាន់ថ្មីដែលដាក់ជវាកកងោកនៅក្នុងអាកាសនេះមានបណ្ដោយ36ម៉ែត្រទទឹង21ម៉ែត្រនិងមានកម្ពស់17ម៉ែត្រហើយក្នុងអាកាសនោះដែរលោកអភិបាលស្រុកស្ទូងនិងសហការីបានចូលរួមបច្ច័យចំនួន1,25,000រៀលជាមួយញាតិញោមពុទ្ធបរិស័ទផងដែរនាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168